សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cambodian Study នៅក្នុងវីដេអូនេះគឺយើងនឹងចូលទៅសិក្សាអំពី comment 3បន្ថែមទៀតដែល comment ទី1ដែលយើងត្រូវលើកយកមកសិក្សានោះគឺ comment ellipse ដែលមាន shortcut key EL ហើយនឹង comment ALC ដែលមាន shortcut key អក្សរ A ហើយនឹង comment polygon ដែលមាន shortcut POL អញ្ចឹងយើងចូលទៅសិក្សាអំពី comment ទាំងអស់គ្នានេះបងប្អូន comment ellipse ដែលមាន shortcut EL យើងចូលទៅសិក្សាស្វែងយល់អំពី ellipse ទាំងអស់គ្នាយើងវាយ EL enter ហើយយើងคลิกមួយហើយអានេះយើងវាយប្របែងវាមកឥឡូវយើងវាយប្របែង300យើង enter មួយមកនេះហើយនេះយើងអាចមិនបាច់កំណត់ប្របែងបងប្អូនឆ្លាញ់ប៉ុណ្ណឹងចុចប៉ុណ្ណឹងក៏បានឬក៏បងប្អូនចង់កំណត់ប្របែងវាក៏បានដែរ EL enter ហើយคลิกមួយ300 enter ហើយយើងវាយកំណត់ប្របែងវាឧទាហរណ៍ថាយើងវាយ600យើងវាយ600 enter ឥឡូវយើងសាកចាប់ប្របែងវាមើល D L I enter ប្របែងទៅខាងលើនេះគឺវាអត់គិតពីអង្កត់ផ្ចិតទេវាគិតកម្មឲ្យយើងអញ្ចឹងអានេះវា150ខាងលើនេះកម្មនេះ150ហើយកម្មខាងនេះទៀត150អញ្ចឹងវា300អង្កត់ផ្ចិតវាប៉ុន្តែសម្រាប់ទិសខាងនេះគឺវាគិតនៅពេលដែលយើងវាយប្រវែង600ហ្នឹងគឺវាគិតកម្មនេះ600តែម្ដងហើយចាប់មើល D L I enter នេះឃើញទេបងប្អូននេះអញ្ចឹងនៅពេលដែលយើងវាយប្រវែងដំបូងគឺយើងវាយកំណត់អង្កត់ផ្ចិតហើយយើងវាយម្ដងទៀតលើកទី2គឺយើងកំណត់កម្មឥឡូវយើងចូលទៅសាកឧទាហរណ៍មួយទៀត EL enter ហើយយើងคลิกមួយឥឡូវយើងសាកទីមកទិសខាងនេះវិញឥឡូវយើងវាយ400 enter ហើយយើងទាញបែបនេះយើងវាយ800 enter ហើយយើងទៅចាប់មើល dimension របស់គ្នា D L I enter អានេះវាប្រកាសជាប្រវែង200ហើយដំបូងនេះនេះ200ហើយយើងចាប់មើលអានេះវាប្រវែង800 D L I enter អញ្ចឹងប្រវែងដែលយើងវាយដំបូងហ្នឹងប្រវែងយើងវាយ400ហ្នឹងគឺវាគិតអង្កត់ផ្ចិតហើយយើងវាយលើកទី2ហ្នឹង800ហ្នឹងគឺវាគិតកម្មអាហ្នឹងគឺ comment ellipse ហើយនៅក្នុង comment ellipse នេះដែរគឺយើងអត់មានអីត្រូវបញ្យល់ច្រើនទេដោយសារវាសាមញ្ញបែបហ្នឹងទេហើយសម្រាប់បងប្អូនចង់យកទៅ design គូដូចជារឿងពងកពើអីគឺបងប្អូនអាចប្រើ comment ellipse នេះបានហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅសិក្សា comment មួយទៀតគឺ ALC ដែលមាន shortcut key អក្សរ A ឥឡូវយើងសាកវាយមើល A enter ហើយយើងคลิกមកមួយចំណុចពីរចំណុចហើយយើងចាប់ទាញអានេះបងប្អូនវាជាប់ F8 អញ្ចឹងយើងទាញអត់បាន smooth ទេឥឡូវយើងចុចផ្ដាច់ F8 មកបែបនេះឃើញទេបងប្អូនអាចទាញប៉ុណ្ណាក៏បានដែរហើយ comment ALC នេះសម្រាប់បងប្អូនដែលចង់យកទៅគូជ្រីផ្ទះឬក៏ decor ហាង decor សួនច្បារអីផ្សេងហ្នឹងគឺបងប្អូនអាចប្រើ comment ALC នេះបានអានេះយើងការទាញកំណោងដោយយើងមិនមានមាត្រដ្ឋានកំណត់ទេសម្រាប់បងប្អូនយកទៅ decor ឲ្យផ្សេងអញ្ចឹងប៉ុន្តែបើសិនជាក្នុងករណីដែលបងប្អូនចង់បានកំណត់កំណោងណាមួយច្បាស់លាស់គឺបងប្អូនអាចធ្វើបានដោយយើងគូបន្ទាត់ប្រយោគវាមកឧទាហរណ៍យើងគូឡាញបែបមួយមកយើងវាយប្រវែងវាឧទាហរណ៍ថាយើងវាយ8ម៉ែត្រចុះ8000មីលីម៉ែត្រនេះវាយវា8ម៉ែត្រយើងចង់ឲ្យវាមានកំណោងពីនេះមកនេះប៉ុន្តែយើងអត់ចង់បានកំណោង400ទេបើសិនយកកំណោង400យើងគូ cycle ហើយយើងប្រើ comment trim ក៏បានដែរប៉ុន្តែក្នុងករណីនេះយើងគូត្រឹមកំណោងនេះត្រឹម3ម៉ែត្រចុះ3000នេះម៉ែត្រនេះហើយយើងអាចប្រើ comment ALC នឹងបានដែរអក្សរកាត់អក្សរ A មក enter ហើយយើងคลิกទៅនេះមួយคลิกត្រង់នេះមួយហើយคลิกត្រង់នេះមួយទៀតនេះនឹងកំណោងសម្រាប់បងប្អូនអាចយកទៅគូជ្រីឬក៏ decor អីឬក៏ decor សួនឬក៏ decor ហាងអគារអីផ្សេងបានតាមតម្រូវការរបស់បងប្អូន
ហើយ comment ALC នេះបងប្អូននេះអាចមកមើលតាមចំណុចនេះបានវាមានច្រើនដែលបងប្អូនអាចសិក្សាស្វែងយល់អំពីវាប៉ុន្តែវាមានលក្ខណៈស្រដៀងគ្នាហើយនឹងចំណុចខ្លះទៀតយើងប្រើ comment យើងធម្មតាក្រៅពី ALC ហ្នឹងក៏បានដែរដូចជាការគូររង្វង់អីផ្សេងនៅក្នុងហ្នឹងអញ្ចឹងបងប្អូនចូលមកសិក្សាស្វែងយល់ពីវាខ្លះទៀតមកហើយចំណុចនេះគឺ start center end អញ្ចឹងបានន័យថាចំណុចចាប់ផ្ដើមចំណុចកណ្ដាលហើយនឹងចំណុចចប់ឥឡូវយើងលុបអានេះចោលសិនហើយយើងមើលចុះចំណុចនេះយើងคลิกមកចំណុចចាប់ផ្ដើមចំណុចកណ្ដាលហើយនឹងចំណុចបញ្ចប់នេះបងប្អូនវាដូចជាស្តៀងគ្នាសាមញ្ញទេអញ្ចឹងបងប្អូនអាចស្វែងយល់ពីវាបានអញ្ចឹង comment ALC នេះក៏ខ្ញុំអត់បញ្យល់ច្រើនដែរគឺខ្ញុំបញ្យល់តែប៉ុណ្្នឹងទេអញ្ចឹងយើងបន្តទៅមុខទៀតទៅ comment polygon នេះគឺយើងអាចគូជ្រុងដូចជាចតុកោណវា4ជ្រុងទេប៉ុន្តែយើងអាចគូលើសពី4ជ្រុងបានឥឡូវយើងចូលទៅស្វែងយល់អំពី polygon អញ្ចឹងយើងចូលទៅស្វែងយល់អំពី polygon ទាំងអស់គ្នាដែលមាន shortcut POL ឥឡូវខ្ញុំលុបនេះចោលសិនឥឡូវបងប្អូនវាយមក POL enter នេះបងប្អូននេះនៅពេលយើងវាយ POL enter មកវានឹងload ឲ្យយើងកំណត់ជ្រុងដែលយើងចង់បានឧទាហរណ៍ថាឥឡូវខ្ញុំចង់បាន6ជ្រុងយើងវាយលេខ6មកហើយ enter ហើយយើងคลิกចំណុចចាប់ផ្ដើមមួយមកត្រង់នេះហើយក៏វាមាន2ទៀតមាន inscribe mid in cycle ហើយនឹង size come script mid about cycle ចឹងបានន័យថាបើសិនជាយើងជ្រើសរើសចំណុចខាងលើនេះបានន័យថា polygon យើងគឺវានឹងសន្ធិដ្ឋនៅក្នុងរង្វង់ដើម្បីយើងចូលទៅឧទាហរណ៍ទាំងអស់គ្នាសាកមើលដើម្បីឲ្យបងប្អូនងាយយល់នេះវានឹងនេះចំណុចដែលយើងចាប់ទីនេះគឺវាសន្ធិដ្ឋនៅត្រង់ចំណុចជ្រុងនេះជ្រុងក្បាលព្រួយនេះឥឡូវយើងចាប់ទីប៉ុណ្នេះហើយយើងគូ cycle សាកមើលcycle នេះ polygon ហ្នឹងវាសន្ធិដ្ឋនៅក្នុងរង្វង់ហើយយើងចូលទៅមើលមួយចំណុចទៀតឥឡូវយើងវាយមក POL enter ហើយយើងវាយ6ជ្រុងដូចគ្នាតែ enter ហើយយើងคลิกមួយហើយយើងយកចំណុចខាងក្រោមនេះវិញហើយយើងចាប់ទាញឃើញទេបងប្អូននេះអាចចំណុចដែលយើងទាញនេះបន្តនេះគឺវាអត់ចំក្បាលព្រួយនេះទៀតទេវានៅចំកតាបន្តនេះវិញចឹងហើយនៅពេលដែលយើងគូ cycle មកpolygon យើងគឺវាអត់ស្ថិតនៅក្នុងរង្វង់ទៀតទេវាគឺវាស្ថិតនៅក្រៅរង្វង់បែបនេះហើយអង្កត់ផ្ចិតដែលយើងចុចមិញហ្នឹងយើងអត់បានកំណត់ទេប៉ុន្តែបើយើងចង់កំណត់ក៏បានដែរយើងវាយមក POL enter ហើយ6ជ្រុងនេះឥឡូវយើងកែដាក់8ជ្រុងវិញ enter ហើយយើងคลิกមួយហើយយើងជ្រើសរើសចំណុចនេះខាងលើនេះហើយយើងចាប់ទាញយើងវាយឧទាហរណ៍ថាវាយ3000ចុះហើយប្រវែង3000ដែលយើងវាយមិញហ្នឹងគឺវាជាកម្មរបស់រង្វង់យើងហើយឥឡូវយើងគូមក cycle enter នេះហើយយើងចាប់ dimension មើលនេះយើងមកមើលកន្លែងខាងលើនេះក៏បានដែរនេះយើងយកនេះមកឃើញទេបងប្អូននេះប្រវែងដែលយើងបានវាយមិញហ្នឹងគឺ3000ហ្នឹងគឺវាសន្ធិដ្ឋនៅក្នុងរង្វង់ឥឡូវយើងទៅវាយកំណត់ភាសាទៀតឧទាហរណ៍មក POL enter ហើយយើងយក8ចំណុចដូចគ្នាហើយយើង enter មកយើងคลิกមួយហើយយើងយកចំណុចខាងក្រោមនេះវិញហើយយើងវាយ3000ដូចគ្នា3000 enter ហើយយើងគូរង្វង់មើល cycle enter នេះឃើញទេបងប្អូននេះវាអង្កត់ផ្ចិតវាមានកម្ម3000ដូចគ្នាប៉ុន្តែសម្រាប់រង្វង់គឺវានៅខាងក្នុងហើយមួយនេះគឺរង្វង់ស្ថិតនៅខាងក្រៅអញ្ចឹងនៅពេលដែលបងប្អូនចង់ design ដែលយើងប្រើ comment polyline នេះបងប្អូនអាចកំណត់វាបានដោយអ្វីដែលខ្ញុំបញ្យល់បងប្អូនហ្នឹងហើយ comment polyline នេះគឺយើងអាចប្រើប្រាស់ច្រើន
នៅពេលដែលបងប្អូនចូលទៅសិក្សាអំពីគម្រោងឬក៏ប្លង់អីផ្សេងៗហ្នឹងបងប្អូនប្រកាសជាជួបច្រើនអំពី polygon នេះអញ្ចឹងនៅក្នុង comment ellipse ALC ហើយនឹង polygon នេះគឺខ្ញុំបញ្ចូលបងប្អូនប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូននឹងមើលហើយរៀនអនុវត្តតាមហើយសម្រាប់បងប្អូនដែលមានបំណងចង់រៀនផ្នែកវិស្វករបងប្អូនសូមជួយ Subscribe Channel នេះដើម្បីមើលវីដេអូថ្មីៗដែលខ្ញុំនឹងព្យាយាមធ្វើបង្រៀនបងប្អូនហើយនៅក្នុង Channel Cambodian Study នេះដែរគឺខ្ញុំនឹងធ្វើវីដេអូបង្រៀនជាច្រើនមានដូចជា AutoCAD, SketchUp, Word, Excel, PowerPoint, Adobe Premiere, Adobe Audition, Illustrator ហើយនឹងមេរៀនជាច្រើនទៀតអញ្ចឹងសម្រាប់បងប្អូនដែលចង់មានបំណងចង់សិក្សាពីមេរៀនណាមួយនោះអញ្ចឹងសូមបងប្អូនជួយ Subscribe Channel Cambodian Study ដើម្បីរងចាំវីដេអូដែលខ្ញុំនឹងព្យាយាមធ្វើឲ្យផុសនៅក្នុង Channel នេះដោយសារនៅក្នុងវីដេអូបញ្ចូលអំពី comment ellipse ហើយនឹង ALC ហើយនឹង polygon នេះវារៀងខ្លីដែរអញ្ចឹងខ្ញុំសូមអនុញ្ញាតបងប្អូនដើម្បីបញ្ចូលបន្ថែមបន្តិចទៀតអំពី rectangle ហើយនៅក្នុងវីដេអូដែលខ្ញុំធ្វើអំពី rectangle ហ្នឹងគឺវានៅខ្វះចំណុចខ្លះៗទៀតដែលខ្ញុំត្រូវបញ្ចូលបងប្អូនអញ្ចឹងខ្ញុំសូមបញ្ចូលនៅក្នុងវីដេអូនេះតែម្ដងឧទាហរណ៍យើងវាយ OAC បែបនេះ rectangle ហើយយើងគូសបែបនេះនៅពេលដែលបងប្អូនគូសបែបនេះបងប្អូនឃើញទំហំបន្ទាត់នេះវារៀងទូចទេទំហំបន្ទាត់នេះក៏យើងអាចកំណត់បានដែរបងប្អូនចង់ធំប៉ុណ្ណាក៏បានដែរឥឡូវយើងសាកវាយមក OEC enter ហើយយើងកំតន់ធ្វើទាំងអស់បើសិនជាបងប្អូនចង់កែទំហំបន្ទាត់ហ្នឹងយើងគ្រាន់តែវាយ W enter ហើយយើងកំណត់មកឧទាហរណ៍ថាយើងយកទំហំកម្រាស់បន្ទាត់ហ្នឹង100វាយលេខ100 enter ហើយយើងគូមើលនេះឃើញវាធំហ៎ឥឡូវយើងវាយ OEC enter W enter ហើយយើងវាយត្រឹម20ហើយយើង enter ហើយយើងចាប់នេះមើលឃើញទេបងប្អូននេះបន្ទាត់តែយើងគូហ្នឹងគឺយើងអាចកំណត់ទំហំវាបានហើយយើងវាយ OEC enter ទៀតមកនេះហើយដើម្បីឲ្យវាមកទំហំដើមវិញគឺយើងវាយ OEC enter W enter ហើយយើងកំណត់កម្រាស់វានេះយក0មកវិញមក0 enter ហើយយើងវាយមើលនេះឃើញវាបន្ទាត់ហ្នឹងវាមកទូចមកវិញហ៎ហើយមួយចំណុចទៀតនេះនៅកន្លែងកាច់កែងនេះបងប្អូនឃើញវាជ្រុងបែបនេះហ៎ប៉ុន្តែក្នុងករណីដែលយើងចង់ឲ្យវាជាបន្ទាត់ពិតបែបនេះយើងអត់ចង់ឲ្យវាកែងបែបហ្នឹងទេយើងចង់ឲ្យវាជាបន្ទាត់ពិតសុទ្ធតែបងប្អូនធ្វើបានទេបានឥឡូវយើងចូលទៅឧទាហរណ៍មើលទាំងអស់គ្នាយើងវាយ OEC enter ហើយយើងវាយអក្សរ C enter ហើយយើងកំណត់បន្ទាត់ពិតហ្នឹងឥឡូវយើងវាយថាទាំង200 enter 200 enter គឺយើងកន្លែងពិតហ្នឹងគឺយើងត្រូវកំណត់2ដងនេះកន្លែង200យើងកំណត់ហ្នឹងគឺវាចូលខាងនេះ200ចូលខាងនេះ200ឥឡូវយើងត្រូវសាកវាយប្រវែងកំណត់ដែលយើងយកកំណត់ខុសគ្នាមើលតើវាទៅជាបែបណា OEC enter C enter 300 enter 600 enter ហើយយើងចាប់ទាញមកនេះឃើញទេបងប្អូននេះគឺវាស្មើគ្នាវាចុះមកខាងនេះ600ប៉ុន្តែវាចូលមកខាងនេះតែ300ឯងអានេះកែងតែនេះឃើញទេវាចុះមកខាងនេះ600ចុះមកនេះ300ហើយនៅពេលយើងវាយ OEC enter មកគឺវានឹង load បែបហ្នឹងរហូតហើយដើម្បីឲ្យវាវិលមករកសភាពដើមវិញគឺយើងវាយ OEC enter C enter ហើយយើងវាយ0 enter 0 enter យើងកំណត់2ដងបែបនេះឥឡូវយើងសាកកំណត់ OEC enter W enter 50 enter ហើយយើងគូមួយបែបនេះហើយយើងវាយ OEC enter C enter 300 enter 300 enter នេះអានេះសម្រាប់បងប្អូនចង់យកទៅគូតុបាយឬក៏ decor អីផ្សេងៗហ្នឹងបងប្អូនអាចមើលវីដេអូហ្នឹងហើយបងប្អូនអាចធ្វើតាមបានហើយក្នុងករណីនេះបើសិនជាបងប្អូនអត់ធ្វើដូចខ្ញុំសួរតើបងប្អូនអាចធ្វើបានទេបានគ្រាន់តែបងប្អូនគូបន្ទាត់បញ្ចូលពីនេះហើយយើងគូបន្ទាត់បែបនេះមកហើយយើងប្រើ comment trim ផ្ដាច់ទៅប៉ុន្តែគ្រាន់តែវាយូរអញ្ចឹងហើយយើងធ្វើបែបនេះមកគឺវាលឿនអញ្ចឹងការបញ្ចូល OEC បន្ថែមតែប៉ុណ្្នឹងទេអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំសម្រាប់បញ្ចប់នៅត្រឹមនេះអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ